តែអ្នកធ្លាប់ឮទេថាមានមនុស្សខ្លះរកប្រាក់ចំណេញរាប់ម៉ឺនដុល្លារពីការវិនិយោគលើភាគហ៊ុនហើយតែអ្នកធ្លាប់សួរខ្លួនឯងទេថាពួកគេកំពុងតែលេងល្បែងស៊ីសងឬកំពុងវិនិយោគហើយអ្វីបានជាក្រុមហ៊ុនធំៗដូចជា Apple, Microsoft និង Coca-Cola លក់ភាគហ៊ុនទៅឲ្យសាធារណជនហើយអ្វីបានជាមនុស្សរាប់លានអ្នកទូទាំងពិភពលោកហ៊ានយកប្រាក់សន្សំរបស់ខ្លួនទៅវិនិយោគនៅលើភាគហ៊ុននៅក្នុងវីដេអូនេះខ្ញុំនឹងពន្យល់អំពីប័ណ្ណភាគហ៊ុនដោយប្រើភាសាសាមញ្ញងាយយល់និងមានឧទាហរណ៍ជាក់ស្ដែងជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Furnition នៅក្នុងវីដេអូនេះយើងនឹងសិក្សាអំពីតើប័ណ្ណភាគហ៊ុនជាអ្វីហើយអ្វីបានជាក្រុមហ៊ុនលក់ប័ណ្ណភាគហ៊ុនហើយអ្វីបានជាមនុស្សវិនិយោគលើប័ណ្ណភាគហ៊ុនប្រភេទនៃប័ណ្ណភាគហ៊ុនទីផ្សារភាគហ៊ុនហានិភ័យនៃការវិនិយោគនិងគន្លឹះសំខាន់ៗមុនពេលដែលអ្នកចាប់ផ្ដើមវិនិយោគសូមអ្នកទាំងអស់គ្នាជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតសូមអរគុណមុននឹងយើងដឹងថាហេតុអ្វីបានជាមនុស្សជាច្រើនរកប្រាក់ចំណេញពីភាគហ៊ុនយើងត្រូវយល់ជាមុនសិនថាតើប័ណ្ណភាគហ៊ុនជាអ្វីបើយោងតាមសៀវភៅ Financial Market and Institution របស់លោក Frederick S. Mankiw និងលោក Stanley G. Akin បោះពុម្ពលើកទី10នៅក្នុងឆ្នាំ2024នៅជំពូកទី1ទំព័រទី43បានកំណត់ថាប័ណ្ណភាគហ៊ុនគឺជាមូលបត្រដែលបញ្ជាក់ពីកម្មសិទ្ធិរបស់ម្ចាស់លើផ្នែកមួយនៃក្រុមហ៊ុននិយាយឲ្យងាយយល់ប្រសិនបើអ្នកទិញភាគហ៊ុនអ្នកនឹងក្លាយទៅជាម្ចាស់ភាគតូចមួយនៃក្រុមហ៊ុននោះឧទាហរណ៍ក្រុមហ៊ុន ABC មានតម្លៃ$10,000និងបែងចែកចេញជា10,000ហ៊ុនប្រសិនបើអ្នកទិញ100ហ៊ុនអ្នកនឹងក្លាយទៅជាម្ចាស់ 1% នៃក្រុមហ៊ុន ABC នោះមានន័យថាអ្នកមិនមែនគ្រាន់តែជាអតិថិជនរបស់ក្រុមហ៊ុនទេប៉ុន្តែអ្នកជាផ្នែកមួយនៃក្រុមហ៊ុនផងដែរឥឡូវនេះអ្នកបានដឹងថាតើប័ណ្ណភាគហ៊ុនជាអ្វីហើយប៉ុន្តែសំណួរបន្ទាប់នោះគឺហេតុអ្វីបានជាក្រុមហ៊ុនមិនទៅខ្ចីប្រាក់ពីធនាគារបែរជាលក់ភាគហ៊ុនទៅឲ្យសាធារណជនវិញចម្លើយគឺដើម្បីប្រមូលដើមទុនសម្រាប់ពង្រីកអាជីវកម្មថ្មីដូចជាសាងសង់រោងចក្រថ្មីបង្កើតផលិតផលថ្មីពង្រីកទីផ្សារឬសងបំណុលមួយផ្នែកឧទាហរណ៍ក្រុមហ៊ុន ABC ត្រូវការដើមទុន$10,000ជំនួសឲ្យការខ្ចីប្រាក់ពីធនាគារក្រុមហ៊ុនបានបែងចែកកម្មសិទ្ធិជាភាគហ៊ុនហើយលក់ទៅឲ្យវិនិយោគិនក្រុមហ៊ុនទទួលបានដើមទុនខណៈវិនិយោគិនក្លាយទៅជាម្ចាស់ភាគហ៊ុនជាក់ស្ដែងក្រុមហ៊ុនដូចល្បីៗដូចជា Apple, Microsoft, Amazon និង Tesla សុទ្ធតែបានប្រមូលទុនតាមរយៈការលក់ភាគហ៊ុនទៅឲ្យសាធារណជនដើម្បីគាំទ្រការរីកចម្រើនអាជីវកម្មរបស់ពួកគេពេលនេះអ្នកបានយល់ពីមូលហេតុដែលក្រុមហ៊ុនលក់ភាគហ៊ុនហើយចុះវិនិយោគិនវិញតើពួកគេទទួលបានអ្វីពីការវិនិយោគលើភាគហ៊ុនរបស់ពួកគេជាទូទៅវិនិយោគិនអាចរកបានប្រាក់ចំណេញពីរប្រភពទី1គឺភាគលាភគឺជាប្រាក់ចំណេញដែលក្រុមហ៊ុនចែកជូនដល់ម្ចាស់ភាគហ៊ុនឧទាហរណ៍ក្រុមហ៊ុន Coca-Cola បានចែកភាគលាភជាបន្តបន្ទាប់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយប្រសិនបើអ្នកកាន់កាប់ភាគហ៊ុនហើយក្រុមហ៊ុនប្រកាសបង់ភាគលាភអ្នកអាចទទួលបានប្រាក់ចំណូលពីការវិនិយោគរបស់អ្នកទី2ការកើនឡើងនៃតម្លៃភាគហ៊ុន Capital Gain អ្នកទិញភាគហ៊ុនក្នុងតម្លៃទាបហើយលក់នៅពេលដែលតម្លៃកើនឡើងឧទាហរណ៍អ្នកទិញភាគហ៊ុនក្នុងមួយហ៊ុនតម្លៃ$20បន្ទាប់ពីមួយរយៈក្រោយមកតម្លៃកើនឡើងដល់$35ក្នុងមួយហ៊ុនប្រសិនបើអ្នកលក់នៅពេលនោះអ្នកនឹងទទួលបានប្រាក់ចំណេញ$15ក្នុងមួយហ៊ុនប្រាក់ចំណេញប្រភេទនេះយើងហៅថា Capital Gain ប៉ុន្តែសូមចងចាំថាតម្លៃភាគហ៊ុនក៏អាចធ្លាក់ចុះដែរដូច្នេះការវិនិយោគលើភាគហ៊ុនមិនធានាថានឹងរកប្រាក់ចំណេញបានជានិច្ចនោះទេមកដល់ចំណុចនេះខ្ញុំសូមបង្ហាញជូនពីប្រភេទនៃភាគហ៊ុនវិញម្ដងជាទូទៅភាគហ៊ុនត្រូវបានបែងចែកជាពីរប្រភេទសំខាន់គឺ Common Stock និង Preferred Stock សម្រាប់ Common Stock គឺម្ចាស់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតមានឱកាសទទួលបានប្រាក់ចំណេញខ្ពស់ប៉ុន្តែក៏មានហានិភ័យខ្ពស់ផងដែរសម្រាប់ Preferred Stock វិញជាទូទៅអ្នកកាន់កាប់ភាគហ៊ុនមិនមានសិទ្ធិបោះឆ្នោតទទួលបានភាគលាភមុន Common Stock ប្រាក់ចំណូលមានស្ថិរភាពប៉ុន្តែឱកាសកើនឡើងនៃតម្លៃភាគហ៊ុនអាចតិចជាង Common Stock នៅពេលដែលយើងបានដឹងពីប្រភេទនៃប័ណ្ណភាគហ៊ុនហើយសំណួរបន្ទាប់ទៀតនោះគឺតើគេទិញប័ណ្ណភាគហ៊ុននិងលក់វានៅឯណាចម្លើយគឺនៅលើទីផ្សារភាគហ៊ុន Stock Market ឧទាហរណ៍ទីផ្សារភាគហ៊ុនធំៗរបស់សហរដ្ឋអាមេរិកមានដូចជា New York Stock Exchange និង Nasdaq នៅពេលដែលក្រុមហ៊ុនលក់ភាគហ៊ុនលើកដំបូងទៅសាធារណជនយើងហៅវាថាទីផ្សារបឋម Primary Market បន្ទាប់ពីនោះមក
វិនិយោគិនអាចទិញនិងលក់ភាគហ៊ុនរវាងគ្នាទៅវិញទៅមកនៅលើទីផ្សារទី2ដែលយើងហៅថា secondary market ដូចជា New York Stock Exchange និង Nasdaq ជាដើមប៉ុន្តែដូចជាការវិនិយោគប្រភេទផ្សេងដែរភាគហ៊ុនមិនមែនមានតែផលចំណេញប៉ុណ្ណោះទេវាក៏មានហានិភ័យផងដែរឧទាហរណ៍ប្រសិនបើក្រុមហ៊ុនប្រកាសថាប្រាក់ចំណេញធ្លាក់ចុះឬមានវិបត្តិសេដ្ឋកិច្ចតម្លៃភាគហ៊ុនអាចធ្លាក់ចុះយ៉ាងឆាប់រហ័សប្រសិនបើអ្នកលក់ភាគហ៊ុននៅតម្លៃធ្លាក់ចុះអ្នកនឹងខាតបង់ប្រាក់ដើមដូចនេះភាគហ៊ុនជាទូទៅមានហានិភ័យខ្ពស់ជាងបណ្ណបំណុលព្រោះប្រាក់ចំណេញនិងតម្លៃរបស់វាអាចប្រែប្រួលទៅតាមលទ្ធផលអាជីវកម្មនិងការរំពឹងទុករបស់ទីផ្សារមុនពេលដែលអ្នកចាប់ផ្ដើមវិនិយោគនៅលើភាគហ៊ុនសូមចងចាំគន្លឹះសំខាន់ៗ3យ៉ាងនេះទី1គឺវិនិយោគតែប្រាក់ដែលអ្នកអាចទទួលយកការខាតបង់ប៉ុណ្ណោះកុំខ្ចីប្រាក់គេមកវិនិយោគនៅលើភាគហ៊ុនទី2សិក្សាព័ត៌មានរបស់ក្រុមហ៊ុនឲ្យបានច្បាស់លាស់មុននឹងធ្វើការសម្រេចចិត្តវិនិយោគទៅលើក្រុមហ៊ុននោះមានន័យថាកុំទិញដែលគ្រាន់តែឮអ្នកដទៃប្រាប់ថាភាគហ៊ុននេះនឹងកើនឡើងចំណុចទី3សូមចងចាំថាការវិនិយោគរយៈពេលវែងនិងការទិញលក់រយៈពេលខ្លីគឺជាវិធីសាស្ត្រខុសគ្នាហើយការទិញលក់រយៈពេលខ្លីជាទូទៅត្រូវការចំណេះដឹងការគ្រប់គ្រងហានិភ័យខ្ពស់ជាងសរុបជារួមមកបណ្ណភាគហ៊ុនគឺភាពជាម្ចាស់នៅលើក្រុមហ៊ុនមួយវិនិយោគិនអាចទទួលបានប្រាក់ចំណេញពីបណ្ណភាគហ៊ុនដូចជាភាគលាភនិងការកើនឡើងនៃតម្លៃភាគហ៊ុនប៉ុន្តែការវិនិយោគនៅលើភាគហ៊ុនក៏មានហានិភ័យផងដែរហើយมันមានការធានាថានឹងរកប្រាក់ចំណេញពីបណ្ណភាគហ៊ុនបានរហូតឡើយដូចនេះប្រសិនបើអ្នកចាប់ផ្ដើមវិនិយោគនៅលើបណ្ណភាគហ៊ុនសូមចាប់ផ្ដើមដោយការសិក្សាឲ្យបានច្បាស់លាស់កុំប្រថុយប្រថានឲ្យសោះព្រោះវាអាចនាំឲ្យមានការខាតបង់ប្រសិនបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍សូមជួយចុច like subscribe និង share ទៅកាន់មិត្តភ័ក្តិរបស់អ្នកទាំងអស់គ្នាផងសូមអរគុណអ្នកទាំងអស់គ្នាជួបគ្នាសម្រាប់វីដេអូក្រោយៗទៀត